ប្រពន្ធនិយាយមិនល្អអំពីប្តីតើត្រូវដោះស្រាយយ៉ាងដូចម្តេចសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនិយាយអំពីបញ្ហាមួយដែលអាចធ្វើឲ្យប្តីឈឺចិត្តខ្លាំងប្រពន្ធរបស់ខ្ញុំចូលចិត្តនិយាយមិនល្អអំពីខ្ញុំតើខ្ញុំគួរធ្វើដូចម្តេចជាការពិតការដែលមនុស្សដែលយើងស្រឡាញ់ទៅនិយាយអាក្រក់អំពីយើងមិនមែនជារឿងល្អទេប៉ុន្តែជំនួសឲ្យការគិតថានាងជាមនុស្សខុសយើងសាកមើលបញ្ហាពីចម្ងាយបន្តិចហើយសួរថាតើខ្ញុំអាចធ្វើអ្វីដើម្បីឲ្យទំនាក់ទំនងនេះប្រសើរឡើងព្រោះគោលដៅមិនមែនគ្រាន់តែឈ្នះការឈ្លោះទេគោលដៅគឺព្យាបាលអាពាហ៍ពិពាហ៍របស់យើងសូមស្រមៃថាអាពាហ៍ពិពាហ៍គឺដូចជារទេះដែលមានសេះពីរកំពុងអូសសេះមួយគឺប្តីហើយសេះមួយទៀតគឺប្រពន្ធបើសេះមួយឈប់អូសរទេះនឹងមិនទៅមុខទេប៉ុន្តែមានរឿងគួរឲ្យចាប់អារម្មណ៍មួយអ្នកមិនអាចបញ្ជាសេះមួយទៀតឲ្យចាប់ផ្ដើមអូសបានទេប៉ុន្តែអ្នកអាចចាប់ផ្ដើមអូសពីខាងអ្នកនោះមានន័យថាបើប្រពន្ធរបស់អ្នកកំពុងនិយាយមិនល្អអំពីអ្នកកុំចាប់ផ្ដើមដោយការសងសឹកបើនាងនិយាយអាក្រក់ខ្ញុំនឹងនិយាយអាក្រក់វិញវានឹងធ្វើឲ្យបញ្ហាកាន់តែធ្ងន់ចាប់ផ្ដើមពីខ្លួនអ្នកវិញសួរខ្លួនឯងថាតើខ្ញុំនៅតែប្រព្រឹត្តចំពោះប្រពន្ធដូចពេលដែលខ្ញុំកំពុងសុំស្នេហ៍នាងឬទេពេលកំពុងស្រឡាញ់គ្នាដំបូងយើងតែងតែប្រឹងប្រែងខ្លាំងណាស់យើងនិយាយពាក្យផ្អែមល្ហែមយើងសរសើរយើងយកចិត្តទុកដាក់យើងចង់ឲ្យគេមានអារម្មណ៍ថាគេជាមនុស្សពិសេសបំផុតប៉ុន្តែបន្ទាប់ពីរៀបការបានច្រើនឆ្នាំយើងអាចចាប់ផ្ដើមធ្វេសប្រហែសតើអ្នកនៅតែនិយាយថាអរគុណដែរឬទេតើអ្នកនៅតែសរសើរប្រពន្ធដែរឬទេតើអ្នកនៅតែសួរនាងថាថ្ងៃនេះហត់ទេតើអ្នកនៅតែចំណាយពេលស្ដាប់នាងដោយមិនកាន់ទូរស័ព្ទដែរឬទេឬយើងចាប់ផ្ដើមមើលឃើញតែកំហុសរបស់គ្នាចំណុចនេះសំខាន់ណាស់យើងមិនអាចគ្រប់គ្រងអ្វីដែលមនុស្សម្នាក់ទៀតនិយាយឬធ្វើបានទេប៉ុន្តែយើងអាចគ្រប់គ្រងអ្វីដែលខ្លួនយើងនិយាយនិងធ្វើបាននៅពេលមានបញ្ហាយើងមានជំរើសពីរធ្វើអ្វីដែលធ្វើឲ្យអាពាហ៍ពិពាហ៍ប្រសើរឡើងឬធ្វើអ្វីដែលធ្វើឲ្យវាកាន់តែអាក្រក់ដូច្នេះប្រសិនបើអ្នកចង់ឲ្យប្រពន្ធឈប់និយាយមិនល្អអំពីអ្នកកុំចាប់ផ្ដើមដោយការបង្ខំឲ្យនាងឈប់ចាប់ផ្ដើមដោយបង្កើតបរិយាកាសដែលធ្វើឲ្យនាងចង់និយាយល្អអំពីអ្នកបង្ហាញតាមសកម្មភាពថាអ្នកជាប្តីដែលគួរឲ្យគោរពចេះស្ដាប់ចេះសំទោសចេះទទួលខុសត្រូវចេះគាំទ្រហើយសំខាន់បំផុតគឺកុំឆ្លើយតបនឹងពាក្យអាក្រក់ដោយពាក្យអាក្រក់ប៉ុន្តែសូមបញ្ជាក់ថាការធ្វើល្អមិនមានន័យថាអ្នកត្រូវអត់ឱនចំពោះការប្រមាថការបង្អាប់ឬការធ្វើបាបជាប្រចាំនោះទេអ្នកអាចនិយាយដោយស្ងប់ស្ងាត់ថាខ្ញុំស្រឡាញ់អ្នកហើយខ្ញុំចង់ឲ្យយើងដោះស្រាយបញ្ហារបស់យើងប៉ុន្តែការនិយាយបង្អាប់គ្នាមិនជួយឲ្យអាពាហ៍ពិពាហ៍ប្រសើរឡើងទេយើងអាចនិយាយពីបញ្ហាប៉ុន្តែយើងត្រូវគោរពគ្នានេះជាវិធីដែលមានភាពចាស់ទុំព្រោះនៅចុងក្រោយយើងមិនរៀបការដើម្បីមានជីវិតដែលគ្រាន់តែមិនឆ្លោះគ្នាទេយើងរៀបការដើម្បីមានសេចក្តីស្រឡាញ់មានភាពជាដៃគូនិងមានសុភមង្គលជាមួយគ្នាអាពាហ៍ពិពាហ៍ល្អមិនមែនជាអាពាហ៍ពិពាហ៍ដែលគ្មានបញ្ហាទេវាគឺជាអាពាហ៍ពិពាហ៍ដែលមនុស្សពីរនាក់រៀនថាតើត្រូវដោះស្រាយបញ្ហាដោយមិនបំផ្លាញសេចក្តីស្រឡាញ់យ៉ាងដូចម្តេចដូច្នេះបើប្រពន្ធរបស់អ្នកកំពុងនិយាយមិនល្អអំពីអ្នកកុំសួរតែថាតើធ្វើដូចម្តេចឲ្យនាងផ្លាស់ប្ដូរសាកសួរខ្លួនឯងមុនថាតើខ្ញុំអាចផ្លាស់ប្ដូរអ្វីដើម្បីឲ្យអាពាហ៍ពិពាហ៍របស់យើងចាប់ផ្ដើមផ្លាស់ប្ដូរផងប្រហែលជាអ្នកមិនអាចផ្លាស់ប្ដូរប្រពន្ធបានភ្លាមៗទេប៉ុន្តែអ្នកអាចផ្លាស់ប្ដូរការឆ្លើយតបរបស់អ្នកចាប់ពីថ្ងៃនេះហើយពេលមនុស្សម្នាក់ចាប់ផ្ដើមអូសរទេះទៅមុខក្នុងទិសដៅល្អមនុស្សម្នាក់ទៀតអាចចាប់ផ្ដើមអូសតាមសូមកុំបោះបង់អាពាហ៍ពិពាហ៍ដោយសារបញ្ហាមួយប្រសិនបើបញ្ហានោះនៅតែអាចដោះស្រាយបានសេចក្តីស្រឡាញ់មិនមែនគ្រាន់តែជាអារម្មណ៍ទេវាជាជំរឿសនិងជាសកម្មភាពដែលយើងធ្វើរាល់ថ្ងៃសូមចាប់ផ្ដើមថ្ងៃនេះនិយាយល្អមួយម៉ាត់ស្ដាប់មួយដងសរសើរមួយពាក្យនិងធ្វើអ្វីមួយដែលបង្ហាញថាខ្ញុំនៅតែជ្រើសរើសអ្នកហើយខ្ញុំចង់ឲ្យយើងមានអាពាហ៍ពិពាហ៍ដែលល្អជាងមុន